ដំណឹងដែលធីអូត្រូវបានចាប់ខ្លួនក៏បានលេចលឺមកដល់ Rose Palace ហើយបានធ្វើឲ្យ Cecilia ដែលជាម្ដាយរបស់គេមានក្តីបារម្ភជាខ្លាំងការកាត់ក្តីនឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ Cecilia មិននឹកស្មានថាធីអូត្រូវបានគេចាប់ខ្លួនព្រោះតែបញ្ហាទាក់ទងជាមួយនឹង Scale Dragon Society តទៅសោះតែទោះបីជាយ៉ាងណាគាត់នៅតែជឿជាក់លើកូនរបស់គាត់ថានឹងអាចត្រឡប់មកវិញដោយសុវត្ថិភាពក្នុងពេលដូចគ្នានេះដែរធីអូកំពុងតែជិះរទេះសម្ដៅទៅកាន់តុលាការកាត់ក្តីគេគិតក្នុងចិត្តថាព្រោះតែគេបានបំផ្លាញ Scale Dragon Society បែបនេះដូច្នេះហើយរឿងទាំងអស់នេះវាប្រកាសជាមិនចប់ទៅដោយការឃុំខ្លួនគេតែប៉ុណ្ណោះនោះទេហើយមូលហេតុដែលពួកគេនាំធីអូមកប្រកាសជាចង់កាត់ក្តីឲ្យជាក់លាក់ថាតើធីអូស័ក្តិសមដែរទេដែលនៅមានឋានៈជាអ្នកស្នងតំណែងត្រកូលរ៉េកណានិយាយឲ្យចំទៅគឺពួកគេចង់កំទេចធីអូឲ្យបាត់បង់អំណាចតែម្ដងក៏ប៉ុន្តែរឿងមកដល់ឋានៈនេះក៏គឺជាអ្វីមួយដែលធីអូចង់បានដែរក្នុងពេលនោះធីអូក៏ត្រូវបាននាំមកដល់កន្លែងកាត់ក្តីទស្សនភាពនៅក្នុងសាលនោះបានបង្ហាញពីអំណាចដ៏អស្ចារ្យនៃត្រកូលរ៉េកណាដោយបានប្រមូលផ្ដុំទៅដោយមនុស្សសំខាន់ជាច្រើនអ្នកដែលមានដូចជា Julius Ragna ដែលជាមេបញ្ជាការកងពលជិះនាគ Etroivan ដែលជាប្រធានទីភ្នាក់ងារស៊ើបអង្កេតកណ្ដាល Osa Ragna ដែលជាប្រពន្ធទី1នៃមេបកត្រកូល Ragna និងចុងក្រោយគេបង្អស់គឺ Wolfgang Ragna ដែលជាប្រធានក្រុមប្រឹក្សានេះ Theo ក៏បានចាប់ផ្ដើមដោយសួរសុខទុក្ខលោកប្រធានទីប្រឹក្សានេះរួចក៏គិតថាលោក Wolfgang នេះគឺឲ្យតម្លៃតែទៅលើអ្នកដែលជាប់សាច់ឈាមសុទ្ធសាធជាមួយនឹងត្រកូល Ragna តែប៉ុណ្ណោះដូច្នេះហើយក្នុងកែវភ្នែករបស់គាត់មើលមកលើ Theo គឺប្រៀបដូចជាមើលទៅសម្រាមអញ្ចឹងព្រោះតែ Theo គឺជាកូនឥតខានស្លាម្នាក់ដែលមិនមានឈាមជ័រសុទ្ធសាធនោះទេ Wolfgang ក៏បានចាប់ផ្ដើមលើកឡើងពីរឿងដែល Theo បានបង្កឲ្យមានបញ្ហាពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរវាងគ្រួសារក្រោមចំណោះជាច្រើនរឿងនេះបានធ្វើឲ្យ Wolfgang ខឹងជាខ្លាំងដោយបានស្រែកប្រកាសក្តែងថានឹងដាក់ទោស Theo ឲ្យធ្ងន់ធ្ងរជាទីបំផុតពីបទដែលយកកិត្តិយសគ្រួសារ Ragna ទៅលេងសើច Theo ក៏បានឆ្លើយដោយចិត្តត្រជាក់មកវិញថាពាក្យដែលលោកបាននិយាយអំបញ្ញមិញនេះគឺត្រឹមត្រូវខ្ញុំពិតជាមិនបានគិតដល់មែនពេលនោះខ្ញុំគួរតែកាត់ក្បាលពួកវាមិនគួរណាកាត់ត្រឹមដៃនោះទេពាក្យពេចន៍មួយនេះបានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងTheo ក៏បានបន្តនិយាយបកស្រាយថាអ្នកទាំងនោះគឺគ្រាន់តែជាអ្នកដែលនៅក្រោមបង្គាប់របស់ត្រកូល Ragna តែប៉ុណ្ណោះហើយពួកគេមានកាតព្វកិច្ចក្នុងការប្រគល់ភាពស្មោះត្រង់និងជីវិតរបស់ពួកគេមកកាន់ត្រកូល Ragna ដែលពួកគេបម្រើក៏ប៉ុន្តែនៅពេលនោះពួកគេបែរជាហ៊ានប្រមាថនិងគំរាមសមាជិកគ្រួសារដែលជាម្ចាស់របស់ពួកគេទៅវិញបើឲ្យខ្ញុំធ្វើមិនដឹងមិនឮគឺវាមិនកើតនោះទេព្រោះវានឹងធ្វើឲ្យកិត្តិយសត្រកូល Ragna អាប់អោនជាមិនខានJulius Ragna ស្ដាប់ហើយមានការពេញចិត្តជាខ្លាំងទៅលើពាក្យពេចន៍របស់ Theo ពេលនោះផងដែរ Osa Ragna ស្ដាប់ហើយក៏យល់ស្របទៅលើការបកស្រាយមួយនេះដែរក៏ប៉ុន្តែគាត់ចង់បន្ថែមអ្វីមួយទៀតទៅលើរឿងនេះព្រោះយល់ថាត្រកូល Ragna គឺពិតជាខ្លាំងមែនក៏ប៉ុន្តែបើពួកយើងមិនស្ដាប់ទៅលើមតិនិងពាក្យសម្ដីរបស់អ្នកដែលនៅក្រោមបង្គាប់របស់ពួកយើងទេពួកយើងនឹងជួបបរាជ័យជាមិនខាននៅពេលអនាគតព្រោះតែកម្លាំងហិង្សាតែមួយមុខគឺមិនអាចគ្រប់គ្រងពិភពលោកបាននោះទេTheo ស្ដាប់ហើយក៏ព្រមទទួលយកដំបូន្មានមួយនេះដាក់ក្នុងចិត្តពីពេលនោះទៅដោយគិតក្នុងចិត្តថា Osa Ragna មិនមែនជាមនុស្សធម្មតានោះទេគាត់គឺជាអ្នកកណ្ដាលដ៏ពូកែខ្លាំងជាងគេបំផុតនៅភាគខាងជើងនេះហើយជាសំណាងល្អផងដែរដែលគាត់មិនមានគំនុំគុំគួនទៅលើ Theo ក៏ប៉ុន្តែ Theo ហាក់បីដូចជាមិនសូវយល់ថាបើបែបនេះមែនហេតុអ្វីបានជាគាត់មិនរារាំងរឿងរ៉ាវដែលបានកើតឡើងនៅការជីវិតមុននេះបកមកកាន់ការកាត់ក្តីវិញ Theo ក៏បានសួរទៅថាតើការដាក់ទោសមកលើគេនឹងសម្រេចទៅយ៉ាងណាវិញក្រោយពីបានគិតគូរហើយ Wolfgang ក៏បានសម្រេចចិត្តថាគឺនឹងព្យួរទោស Theo Ragna ហើយឃុំខ្លួនគេចំនួន3ខែ Theo ក៏បាននិយាយឡើងថាក៏ប៉ុន្តែ Awakening Ceremony នឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល2ខែខាងមុខនេះដូច្នេះហើយវានឹងធ្វើឲ្យគេបាត់បង់ឱកាសនេះជាមិនខានឡើយ Wolfgang នៅតែមានការខឹងសម្បារយ៉ាងខ្លាំងហើយក៏ស្រែកទៅវិញថាតើអ្នកណាឲ្យឯងនិយាយក៏ប៉ុន្តែនៅខណៈនោះផងដែរ Osa Ragna ក៏បានសម្រេចថាគាត់នឹងមិនដកសិទ្ធិ Theo Ragna ចូលរួមកម្មវិធី Awakening Ceremony ទេក៏ប៉ុន្តែគាត់នឹងអនុញ្ញាតឲ្យចូលរួមកម្មវិធីនេះនៅឆ្នាំក្រោយ Etroivan គិតថាការដាក់ពិន័យនេះគឺរាងស្រាលក៏ព្រោះតែមានការតវ៉ាពី Julius តែមិនធ្វើទេព្រោះតែការធ្វើបែបនេះវានឹងធ្វើឲ្យកិត្តិយសរបស់ Theo Ragna អាប់អោនជាមិនខានហើយ Etroivan នឹងយកលេសមួយនេះដើម្បីបើកដៃឲ្យ Camellia Palace របស់គាត់ចូលគ្រប់គ្រង Rose Palace តែម្ដងនៅពេលនេះគឺវាប្រកាសណាស់ដែល Theo មិនមានជំរឿអ្វីក្រៅពីទទួលយកនោះទេ
ក៏ប៉ុន្តែអ្វីមួយដែលគួរឲ្យមិននឹកស្មានដល់នោះគឺ Theo Ragna បានសម្រេចចិត្តនិយាយឡើងថាគេចង់ប្តឹងតវ៉ាទៅលើការកាត់ក្តីមួយនេះពាក្យមួយនេះបានធ្វើឲ្យអ្នកគ្រប់គ្នានៅទីនោះមិននឹកស្មានដល់តទៅសោះហើយបានធ្វើឲ្យ Etroyvan សប្បាយចិត្តខ្លាំងផងដែរព្រោះតែ Theo បានចូលរណ្ដៅកាន់តែជ្រៅហើយ Julius ក៏បានសួរទៅ Theo ថាតើឯងដឹងទេថាការប្តឹងតវ៉ាបែបនេះមានន័យយ៉ាងណាដែរទេ Theo ក៏បានឆ្លើយតបមកវិញថាគេដឹងច្បាស់ណាស់ក្នុងត្រកូល Ragna នេះគឺឲ្យតម្លៃទៅលើអ្នកខ្លាំងគឺជាអ្នកឈ្នះដូច្នេះហើយដំណោះស្រាយនៅពេលនេះគឺតាមរយៈការធ្វើសង្គ្រាម Theo យល់ច្បាស់ណាស់បើគេទទួលយកការដាក់ទោសមួយនេះគេនឹងមិនមានឱកាសម្ដងទៀតនោះទេដូច្នេះហើយគេនឹងបង្វែរគ្រោះថ្នាក់មួយនេះឲ្យទៅជាឱកាសមួយដើម្បីទទួលរង្វាន់វិញនៅខណៈនោះផងដែរបេសកកម្មបន្ទាប់ក៏បានចាប់ផ្ដើមឡើងក្រឡេកទៅកាន់ទស្សនភាពនៅឯទីស្នាក់ការសម្ងាត់មួយរបស់សហគមន៍ពាណិជ្ជករ Ceres ក្រោមការគ្រប់គ្រងរបស់ Camellia Palace កំពុងតែត្រូវបានដុតបំផ្លាញនិងកំទេចចោលដោយស្នាដៃរបស់ Evelyn និង Remington ក្រោមការបញ្ជាពីសំណាក់ Theo ហើយនៅពេលនេះ Camellia Palace របស់ Etroyvan នឹងត្រូវចប់ហើយពីពេលនេះទៅបើមកកាន់ការកាត់ក្តីវិញ Wolfgang ក៏បានសួរបញ្ជាក់ទៅ Theo យ៉ាងច្បាស់ថាឯងចង់កែប្រែករណីដែលអាចដោះស្រាយចប់ត្រឹម3ខែនេះឲ្យទៅជាសង្គ្រាមមែនទេឯងពិតជាក្អេងខ្លាំងណាស់តែឯងគិតថាខ្លួនឯងម្នាក់ពិតជាអាចយកឈ្នះទៅលើគូប្រកួតទាំង5គ្រួសារដែលនឹងរួមដៃគ្នាមែនទេ Theo បានឆ្លើយដោយធម្មតាថាសូមលោកកុំបារម្ភអីខ្ញុំជាអ្នកចាត់ចែងលើរឿងនេះJulius ក៏បានគិតក្នុងចិត្តថាការសម្រេចចិត្តធ្វើសង្គ្រាមគឺមិនអាចទៅរួចនោះទេព្រោះអំណាចនិងឥទ្ធិពលរវាងភាគីទាំងពីរមានលក្ខណៈខុសគ្នាឆ្ងាយពេកដូច្នេះហើយមធ្យោបាយតែមួយគត់នោះគឺត្រូវសម្រេចលើការប្រកួតគ្នាដោយឲ្យមានអ្នកតំណាងពីភាគីសងខាងប្រកួតគ្នាមួយស្មើហើយភាគរយខ្ពស់ណាស់ដែល Theo នឹងត្រូវប្រកួតជាមួយនឹង Extian ហើយបើដូច្នេះមែន Theo ប្រកាសជាចាញ់ជាមិនខានការសម្រេចចិត្តរបស់ Theo លើកនេះពិតជាធ្វើឲ្យ Julius មានការងឿងឆ្ងល់ជាខ្លាំងTheo ក៏បានបន្តនិយាយថាគេនឹងធ្វើតាមលក្ខខណ្ឌដែលត្រូវចាត់តាំងអ្នកតំណាងដើម្បីប្រកួតក្នុងរយៈពេល1សប្តាហ៍ខាងមុខនេះ Wolfgang គិតថា Theo ច្បាស់ជាមានបំណងចង់ឲ្យ Julius ឬក៏ Evelyn ជាអ្នកតំណាងជាមិនខានប៉ុន្តែអ្នកទាំងពីរនោះប្រកាសជាមិនយល់ព្រមឡើយដូច្នេះហើយការប្រកួតលើកនេះ Theo នឹងត្រូវតំណាងឲ្យខ្លួនឯងដោយយល់បែបនេះដែរ Etroyvan ក៏មានបំណងចង់បញ្ជូន Extian ដើម្បីចូលប្រកួតជាមួយនៅពេលដែលការពិភាក្សាកំពុងតែជិតបញ្ចប់ទៅហើយសម្លេងដ៏មានអំណាចមួយក៏បានបន្លឺឡើងពីក្រៅបន្ទប់មួយរំពេចនោះទ្វារក៏បានបើកឡើងហើយបរិសុទ្ធមានធំខ្ពស់ម្នាក់ដែលមើលទៅហាក់បីដូចជាមានឥទ្ធិពលយ៉ាងខ្លាំងក៏បានដើរចូលមកគាត់គឺជាមេបាត្រកូល Ragna ដែលមានឈ្មោះថា Hal Ragna ពេលដែលគាត់បានចូលមកដល់ភ្លាមអ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់ក៏បានលុតជង្គង់ក្នុងការគោរពស្របពេលនោះផងដែរផ្ទាំងពណ៌ខៀវមួយក៏បានលេចឡើងនៅចំពោះមុខ Theo ដែលបង្ហាញអំពីបេសកកម្មថ្មីមួយតម្រូវឲ្យគេកាន់កាប់ Camellia Palace រួចស្រ័យបំភ្លឺអាចកំបាំងដែលតាក់ទងនឹងកន្លែងនោះ Theo ក៏បានយល់ភ្លាមថានេះច្បាស់ជាសំដៅទៅលើកន្លែងដែលគេធ្លាប់បានឃើញនៅ Camellia Palace ហើយក៏ប៉ុន្តែឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវគិតពីបញ្ហានោះឡើយព្រោះអ្វីដែលនឹកស្មានមកដល់កំពុងតែកើតឡើងហើយនៅពេលនេះ Theo មានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាឪពុកគេមកទីនេះហើយក៏បានប្រាប់ឲ្យ Theo ងើបឈរឡើងហើយក៏បាននិយាយថាគាត់បានដឹងរឿងរ៉ាវគ្រប់យ៉ាងដែលចៃដន្យនៅពេលដែលគាត់បានធ្វើដំណើរឆ្លងកាត់ទីនេះហើយក៏បានសួរទៅ Theo ថាឯងចង់ដោះស្រាយបញ្ហានេះដោយការប្រកួតដែលឲ្យមានអ្នកតំណាងមែនទេ Theo ក៏បានឆ្លើយថាបាទត្រូវហើយក្រោយពីបានស្ដាប់ហើយខែក៏បានគិតមួយសន្ទុះរួចក៏បានសួរទៅ Theo វិញថាឯងមានគម្រោងចង់ជ្រើសរើសអ្នកណាឲ្យមកប្រកួតតំណាងឲ្យឯង Theo យល់ថាសំណួរមួយនេះគឺជាការសាកល្បងពីឪពុករបស់គេដូច្នេះហើយគេបានឆ្លើយថាគេគ្មានអ្នកណាតំណាងឲ្យនោះទេហើយមានបំណងចង់តំណាងឲ្យខ្លួនឯងផ្ទាល់បន្ទាប់ពីបានស្ដាប់ហើយខែក៏បាននិយាយថាបើឯងធ្វើបែបនេះមែនឯងប្រកាសជាចាញ់ជាមិនខាន Theo ក៏បានឆ្លើយតបវិញយ៉ាងមើងម៉ាត់ថារឿងចាញ់ឈ្នះមិនទាន់នឹងអាចសម្រេចបាននោះទេលុះត្រាតែសាកល្បងសិនទើបដឹងហើយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពក្រោយពីបានឮពាក្យនេះហើយខែលក៏មានការពេញចិត្តយ៉ាងខ្លាំងហើយក៏បានសើចយ៉ាងលឺដោយមិននឹកស្មានថានឹងបានឮពាក្យសម្ដីបែបនេះចេញពីមាត់កូនប្រុសរបស់គាត់ឡើយគាត់ក៏បានកោតសរសើរទៅលើភាពក្លាហានរបស់ Theo ដែលពិតជាស័ក្តិសមជាឈាមជ័រនៃត្រកូល Ragna មែន Theo ក៏បានគិតក្នុងចិត្តថាការប្រកួតខាងមុខនេះគឺគ្រាន់តែជានុយតែប៉ុណ្ណោះហើយអ្វីដែលគេពិតជាចង់សម្រេចនោះគឺ
ការយកឈ្នះទៅលើ Camille Palace ដោយការបកអាក្រាតពីគំនិតក្បត់របស់ពួកគេដែល Theo បានចាត់ឲ្យគ្នារបស់ខ្លួនទៅសម្រេចកិច្ចការនោះដូច្នេះហើយ Theo ប្រកាសជាអាចនឹងទទួលបានជ័យជំនះដោយមិនចាំបាច់ឈានទៅដល់ការប្រកួតមួយស្មើនោះទេប៉ុន្តែអ្វីមួយដែលគួរឲ្យមិននឹកស្មានដល់នោះគឺ Ragnar បាននិយាយថាគាត់ចង់ផ្ដល់ឱកាសមួយឲ្យទៅ Theo ក្នុងនាមជាមេបកត្រកូល Ragnarគាត់មានបំណងចង់សាកល្បង Theo ដោយផ្ទាល់ដោយប្រើប្រាស់ត្រឹមតែមួយស្នាដៃតែប៉ុណ្ណោះដូច្នេះហើយបើ Theo អាចនឹងទប់ទល់ផ្លែដៃរបស់ Ragnar មួយស្នាដៃបានពីបណ្ដឹងទាំងអស់ដែលមាននៅថ្ងៃនេះគឺអាចចាត់ទុកជាអាសាបង់បានពេលដែលនិយាយចប់Hal ក៏បានហៅ Theo ឲ្យចេញទៅក្រៅដើម្បីធ្វើតេស្តភ្លាមៗក្នុងពេលនោះផងដែរ Troivan ក៏បានជំទាស់ទៅនឹងការសម្រេចចិត្តមួយនេះគាត់បានគិតថាការធ្វើតេស្ត Theo ដោយផ្ទាល់បែបនេះគឺហាក់បីដូចជាបង្ហាញថាលោកមេប៉ា Ragnar មើលឃើញ Theo ជាគូប្រកួតដ៏មានសមត្ថភាពម្នាក់ទៅហើយអ្វីមួយដែលគួរឲ្យបារម្ភនោះទៀតគឺបើ Theo ពិតជាអាចឆ្លងកាត់ការសាកល្បងនៃពិតមែន Theo នឹងក្លាយទៅជាមនុស្សដែលទទួលបានការទទួលស្គាល់ផ្ទាល់ពីសំណាក់មេប៉ាត្រកូល Ragnar ទោះបីជា Troivan មិនជឿថា Theo អាចនឹងទប់ទល់បានក៏ដោយក៏គាត់នៅតែមានក្តីបារម្ភហើយនៅតែបន្តលើកហេតុផលដើម្បីជំទាស់នឹងការសម្រេចចិត្តមួយនេះស្របពេលនោះផងដែរពាក្យសម្ដីតាមមួយម៉ាត់ពីសំណាក់ Ragnar បានធ្វើឲ្យ Troivan ស្ងាត់មាត់ភ្លាមដោយសារតែពុពេញទៅដោយការគោរពនិងការភ័យខ្លាចផងដែរដូច្នេះហើយនៅពេលនេះ Troivan មិនមានជម្រើសអ្វីក្រៅពីអោនក្បាលគោរពនិងមិនប្រកែកអ្វីទៀតនោះឡើយដូច្នេះហើយនៅក្នុងពេលនេះអ្វីៗគ្រប់យ៉ាងនឹងសម្រេចទៅលើការសាកល្បងសមត្ថភាពរបស់ Theo ហើយTheo គិតថាគម្រោងការរបស់គេត្រូវបានរលំរលាយហើយក៏ប៉ុន្តែវាមិនមែនជាបញ្ហាអ្វីនោះឡើយព្រោះនេះគឺជាឱកាសដ៏កម្រមួយដែលមិនងាយនឹងរកបាននោះទេ Theo បាននិយាយថាគេនឹងធ្វើតាមការសម្រេចចិត្តនេះប៉ុន្តែគេមានលក្ខខណ្ឌមួយគឺដោយសារតែការកាត់ក្តីនេះមានលក្ខណៈកាន់តែលំបាកជាងមុនដូច្នេះហើយគេសុំឲ្យ Hal ផ្ដល់អ្វីមួយដែលគេចង់បាននោះគឺ Camille Palace ក្រោយពីបានឮពាក្យនេះភ្លាម Troivan ក៏មានការខឹងសម្បារយ៉ាងខ្លាំងWolfgang គិតថា Theo ពិតជាប្រហែលខ្លាំងណាស់ដែលហ៊ានទាមទារលក្ខខណ្ឌជាមួយនឹងលោកមេប៉ាផ្ទាល់ប៉ុន្តែអ្វីមួយដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Ragnar បានយល់ព្រមទៅតាមសំណើរបស់គេដោយមិនស្ទាក់ស្ទើរឡើយ Hal ក៏បានសួរទៅកាន់ Troivan ថាតើមានអ្វីជំទាស់ដែរឬទេនៅក្នុងពេលនោះ Troivan ក៏មិនហ៊ានជំទាស់អ្វីទៀតនោះឡើយព្រមទាំងនិយាយថាអ្វីៗគ្រប់យ៉ាងដែលនៅក្នុងត្រកូល Ragnar នេះគឺជាកម្មសិទ្ធិផ្ទាល់របស់លោកមេប៉ា Ragnarក្រោយពីបាននិយាយគ្នាចប់សពគ្រប់ហើយ Ragnar ក៏នាំ Theo ធ្វើដំណើរទៅកាន់ទីលានដើម្បីចាប់ផ្ដើមធ្វើតេស្តសមត្ថភាពនៅឯទីលាននោះមានវត្តមានរបស់បុគ្គលសំខាន់ៗទាំងអស់គ្នាដែលបានមកឃ្លាំមើលការប្រកួតនេះ Troivan គិតក្នុងចិត្តថាពិតជាមិនគួរណាស់សោះដែលគាត់មិនអាចសម្រេចតាមល្បិចកលដែលបានរៀបចំទុកសម្រាប់ Theo បានប៉ុន្តែគាត់ក៏មិនខ្វល់ប៉ុន្មាននោះដែរព្រោះគាត់ជឿជាក់ថាមិនមានភាគរយសូម្បីតែបន្តិចដែល Theo នឹងអាចទប់ទល់នឹងមេប៉ា Ragnar បាននោះទេចំណែកឯ Theo វិញក៏គិតថាគេនឹងអាចឆ្លងកាត់ការធ្វើតេស្តមួយនេះបានយ៉ាងងាយស្រួលព្រោះតែគេបានប្រើប្រាស់រង្វាន់ដែលបានមកពីបេសកកម្មមុននៅពេលនោះផងដែរ Ragnar ក៏បានសង្កេតឃើញថា Theo ហាក់បីដូចជាបានផឹកថ្នាំអ្វីមួយមុនការប្រកួតនេះតែគាត់មិនបានខ្វល់អ្វីច្រើននោះឡើយព្រោះតែវាមិនអាចបង្កឲ្យមានភាពខុសប្លែកពីធម្មតាច្រើននោះទេ Theo ពិតជាភ្ញាក់ផ្អើលណាស់ដែល Hal អាចដឹងពីល្បិចកលរបស់គេនៅពេលនោះផងដែរ Hal ក៏បានសួរទៅ Theo ថាតើគេបានត្រៀមរួចរាល់ហើយឬនៅ Theo ក៏បានឆ្លើយតបថាខ្លួនបានត្រៀមខ្លួនរួចហើយដោយសារតែ Theo នៅវ័យក្មេងនៅឡើយ Hal ក៏សម្រេចចិត្តថាមិនប្រើប្រាស់ដាវផ្ទាល់ខ្លួនរបស់គាត់នោះទេប៉ុន្តែគាត់នឹងប្រើប្រាស់ដាវចាស់មួយដែលនៅទីនោះជំនួសវិញក្រោយពីបានត្រៀមខ្លួនរួចរាល់ហើយ Ragnar ក៏បានបញ្ចេញឥទ្ធិពលដ៏ខ្លាំងក្លារបស់គាត់ដែលបានធ្វើឲ្យបរិយាកាសនៅជុំវិញនោះពោរពេញទៅដោយពន្លឺពណ៌ក្រហម Theo គិតថាគ្រាន់តែឥទ្ធិពលរបស់ Hal តែប៉ុណ្ណេះក៏វាបានធ្វើឲ្យគេពិបាកក្នុងការដកដង្ហើមបាត់ទៅហើយក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព្រោះតែ Theo បានប្រើប្រាស់ទឹកថ្នាំ Experience Elixir ដែលជារង្វាន់ពីបេសកកម្មមុនដែលបានធ្វើឲ្យ Theo ឡើង5 level ហើយគេអាចប្រើប្រាស់ point ទាំងអស់ដែលបាននោះក្នុងការបូកទៅលើ strength ឬក៏កម្លាំងរបស់គេដូច្នេះហើយគេជឿជាក់ថាកម្លាំងរបស់គេនៅពេលឥឡូវនេះនឹងអាចទប់ទល់ផ្លែដៃរបស់ឪពុកគេបានជាមិនខានពេលនោះ Ragnar បានប្រើប្រាស់កម្លាំងពេញរបស់គាត់ដើម្បីវាយប្រហារទៅលើ Theo តែម្ដងហើយ Theo ក៏អាចមើលឃើញពីស្នាដៃនៃការវាយប្រហារនេះផងដែរ
គេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់នឹងស្នៀតមួយនោះនៅពេលដែលការវាយប្រហាររបស់ខេរណាបានមកដល់វាបានបង្កើតឲ្យមានការផ្ទុះដ៏ធំមួយកើតឡើងមួយសន្ទុះក្រោយមកយើងក៏អាចឃើញថាដាវរបស់ធីអូពិតជាអាចទប់ទល់ជាប់នៃការវាយប្រហាររបស់ខេរណាពិតមែនដែលបានធ្វើឲ្យខេរណាពេញចិត្តយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់កូនគាត់រីឯធីអូវិញគេមានសភាពទ្រុឌទ្រោមជាខ្លាំងចំណែកឯដាវរបស់គេវិញក៏បានប្រេះបាក់ខ្ទេចខ្ទីគ្មានសល់ឡើយក្រោយពីបានឃើញហើយអ្នកទាំងអស់គ្នាដែលនៅទីនោះមិនគួរឲ្យជឿតតសោះដូច្នេះហើយការកាត់ក្តីមួយនេះនឹងត្រូវបានបញ្ចប់ទៅដោយជ័យជំនះរបស់ធីអូក្នុងខណៈនោះផងដែរធីអូក៏បានទទួល skill ថ្មីមួយគឺ inventory ដែលសម្រាប់ទុកដាក់សម្ភារៈហើយគេក៏ទទួលបានកូនសោពណ៌ខៀវមួយទៀតផងពេលវេលាក៏បានកន្លងផុតទៅជាច្រើនថ្ងៃធីអូក៏បានដឹងស្មារតីឡើងវិញដែលបានធ្វើឲ្យម្ដាយរបស់គេមានក្តីបារម្ភយ៉ាងខ្លាំងធីអូក៏បានសួរទៅម្ដាយគេថាតើទីនេះជាកន្លែងណានៅក្នុងពេលនោះ Julius ក៏បាននាំដំណឹងមកប្រាប់ធីអូវិញថាដោយបទបញ្ជាពីលោកមេប៉ាអ្នកទាំងអស់ដែលនៅក្នុង Camellia Palace ត្រូវបានបណ្តេញចេញដូច្នេះហើយពេលនេះធីអូបានកាន់កាប់ Camellia Palace បានសម្រេចហើយរីឯទស្សនវិជ្ជានៅខាងក្រៅវិញអេមីលមានការខឹងសម្បារយ៉ាងខ្លាំងព្រោះតែនាងត្រូវបានបណ្តេញចេញពីសំណាក់របស់ខ្លួននៅក្បែរនោះផងដែរអេត្រយវ៉ាន់ក៏បានផ្ដាំទៅអេកសៀនថាឯងត្រូវតែសម្លាប់ធីអូរ៉េកណាឲ្យបាននៅក្នុងតម្លៃណាក៏ដោយឯងត្រូវតែសម្រេចកិច្ចការនេះឲ្យទាល់តែបានបកមកកាន់ Camellia Palace នៅពេលរសៀលនោះធីអូបានដើរជុំវិញកន្លែងថ្មីមួយនេះព្រមទាំងបានប្រើប្រាស់ skill ថ្មីរបស់គេផងដែរskill ថ្មីមួយនេះផងដែរផ្ដល់ការងាយស្រួលជាខ្លាំងសម្រាប់ធីអូក្នុងការទុកដាក់អីវ៉ាន់ហើយគេក៏បានលុកដៃចូលទៅយកសោពណ៌ខៀវមួយដែលប្រើប្រាស់សម្រាប់បើក Dungeon ហើយក៏សម្ដៅទៅកាន់ទ្វារដែលនៅខាងមុខគេនេះ